ចាបងនេះបងឃើញនេះគឺកងស្បូនណានេះគេហៅថាកងសំដៅមានប្រវែងតែប៉ុណ្្នឹងទេកន្លះចង្អុលដៃណាបងណាចឹងកងហ្នឹងបងដាក់ហើយគឺវានៅមានប្រសិទ្ធភាពរហូតដល់10ឆ្នាំហើយវាមិនផ្លាស់ប្ដូរទីតាំងក៏មិនចេះចាប់ដែរណាហើយកងនេះពុំមានជាតិអរម៉ូនទេមិនថាជាបងមានដុំគីដុំដោះដុំនៅដៃស្បូនអីក៏ដាក់កងស្បូនបានដែរលើកលែងតែដុំនៅក្នុងស្បូនមួយគឺអត់ដាក់ទេអញ្ចឹងយើងបានឆែកអេកូរួចរាល់ហើយបងអត់មានដុំទេស្បូនស្អាតចឹងយើងអាចដាក់កងជូនដងហើយសុខភាពហ្នឹងចឹងនៅពេលដាក់កងហ្នឹងអត់មានឈឺផងដោយសារមាត់ស្បូនយើងបើកស្រាប់ណាយើងដាក់ជូនបងតាមផ្លែពេលរាល់អញ្ចឹងណាហើយតើបងមានចំណល់អីចង់សួរអ្នកគ្រូពីកងបន្ថែមអត់ថាហ្នឹងយើងដាក់ទៅអត់មានប៉ះពាល់ដូចថារដូវអីរាំងឬក៏ល្មិតអីចាអញ្ចឹងបញ្ហាដូចថាបងធ្លាប់មករដូវពីមុនមិនហ្នឹងគឺមកដដែលវាអត់បានធ្វើឲ្យផ្លាស់ប្ដូរអរម៉ូនរបស់បងទេដោយសារវាអត់មានជាតិអរម៉ូនណាខុសពីកងដៃឬក៏ថ្នាំចាក់អាចធ្វើឲ្យរាំងរដូវហើយមួយទៀតបើយើងដាក់អាហ្នឹងយើងអាចទៅជួនកាលលើកធ្ងន់អីក៏វាអត់អត់អីទេលើកធ្ងន់នេះបានធម្មតាព្រោះវានៅក្នុងស្បូនហើយអត់អីប៉ុន្តែពេលយើងដាក់រួចអ្នកគ្រូណាត់បងមួយខែក្រោយយើងឆែកមើលម្ដងទៀត3ខែម្ដងទៀត6ខែម្ដងទៀតតមកមួយឆ្នាំនឹងយើងជួបគ្នាម្ដងប៉ុណ្ណឹងទៅគឺសុខភាពអីអ្នកគ្រូក៏ចូលចិត្តកងដែរអរគុណច្រើន